កាលពីព្រេងនេះមានអ្នកស្រែម្នាក់មានកូនប្រុស4នាក់កូនទាំង4ឧស្សាហ៍ឆ្លោះប្រកែកទាស់ទាំងគ្នាឪពុកបានជ្រាបរឿងកូនទាំង4មិនស្រួលស្រួលក៏មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងគាត់រកមធ្យោបាយដើម្បីដឹកនាំទូនមានតែគ្មានបានការសោះគាត់ក៏បានហៅកូនទាំង4មកប្រជុំនៅខាងមុខតុមួយនៅលើតុនោះមានចង្កឹះមួយបាច់និងប្រាក់មួយថង់ឪពុកនិយាយទៅកាន់កូនទាំង4នាក់ថាឪពុកនឹងឲ្យថង់ប្រាក់នេះទៅកូនណាដែលកាច់ចង្កឹះមួយបាច់នេះបាក់កូនទាំងអស់គ្នាក៏ឡប់កាច់បាច់ចង្កឹះម្នាក់ម្ដងប៉ុន្តែគ្មានអ្នកណាមួយអាចកាច់បាច់ចង្កឹះនោះបានឡើយឪពុកក៏ស្រែបាច់ចង្កឹះចិនយកមកកាច់មួយម្ដងចង្កឹះបាក់ដោយងាយកូនទាំង4នាក់និយាយឡើងព្រមគ្នាថាបើកាច់ចង្កឹះដូចនេះបាក់បានដោយងាយឪពុកញញឹមរួចមានប្រសាសន៍ទៅកាន់កូនវិញថាកូនទាំង4ចាប់តាំងពីថ្ងៃនេះទៅតកូនទាំង4ចូលគុំឆ្លោះទាស់តែងខ្វែងគំនិតគ្នាឲ្យសោះបើកាលណាកូនឆ្លោះទាស់តែងគ្នាវានាំឲ្យខ្សោយកម្លាំងយ៉ាងណាមិញដូចជាចង្កឹះដែលឪពុកបានស្រែបាច់ចិនហើយយកមកកាច់មួយក៏បាក់បានដោយងាយដូចនេះដែរហេតុនេះកូនទាំងអស់ត្រូវមានការរួបរวมសាមគ្គីឲ្យមែនទែនទើបមានកម្លាំងខ្លាំងក្លា